មេរិកសម្រេចឲ្យអាល្លឺម៉ង់ផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយជាង100គ្រាប់ដល់អ៊ុយក្រែនកាសែត The New York Times បានចេញផ្សាយថាសហរដ្ឋអាមេរិកបានយល់ព្រមលើការផ្ទេរមីស៊ីលរយៈចម្ងាយឆ្ងាយ125គ្រាប់របស់អាល្លឺម៉ង់និងកាំជ្រួចការពារដែនអាកាស Patriot 100គ្រាប់ឲ្យទៅប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធនឹងរុស្ស៊ីខណៈប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពចង់ចរចាផងនិងចង់វាយផងការសម្រេចចិត្តប្រគល់អាវុធត្រូវបានប្រកាសកាលពីថ្ងៃទី9ឧសភាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពាររបស់អ៊ុយក្រែននៅពេលដែលការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានកើនឡើងអាវុធដែលផលិតនៅសហរដ្ឋអាមេរិកទាមទារការអនុញ្ញាតពីប្រទេសអាមេរិកក្នុងការនាំចេញទៅកាន់គោលដៅផ្សេងបើទោះបីជាមានកម្មសិទ្ធិរបស់ប្រទេសមួយផ្សេងទៀតក៏ដោយសារតែបទបញ្ញត្តិដ៏តឹងរ៉ឹងលើបច្ចេកវិទ្យាយោធាដែលមានសមត្ថភាពខ្ពស់ទង្វើនេះបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីក្រុង Washington ក្នុងការបង្កើតលំហូរសភាវុធទំនើបទៅកាន់ទីក្រុងគៀវនិងបញ្ជាក់ពីការសម្របសម្រួលក្នុងចំណោមសម្ព័ន្ធមិត្ត NATO ដើម្បីទប់ទល់នឹងរុស្ស៊ីដោយឡែកពេលនេះមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនក៏មានផែនការចង់ជួបគ្នានៅទូគីនៅថ្ងៃទី15ខែឧសភាខាងមុខដើម្បីចរចាក្រោយមានសង្គ្រាមជាង3ឆ្នាំ